នៅរេនដិតសភាយើងមានបណ្ឌិតច្រើនប៉ុន្តែបណ្ឌិតអត់មានសេរីភាពហើយបណ្ឌិតនឹងអត់ផលិតអីបានយើងទៅមើលរេនដិតសភាតើរេនដិតសភាផលិត drone បានទេផលិតប្រដាប់អេឡិចត្រូនិកបានទេណារកឃើញនៅស្អីមួយដែរនៅក្នុង science ទេអត់ទេគឺមានតែសភៅដែរវចនានុក្រមអីចឹងទៅសតិនុក្រមអីចឹងទៅគឺបោះពុំសភៅហើយសភៅហ្នឹងសំបីតែលុយបោះពុំហ្នឹងក៏អត់មានទៀតព្រោះបណ្ឌិតខ្លះហ្នឹងគ្នាក្រមែនតើណាក្រមែនតើដូចច័ន្ទធួនដូចវងសុធិរាដូចអស់លោកដតីទៀតដូចក្មួយក្រោយសំបីតែកិនភេក្មួយស្រីវត្តក្មួយអីខ្ញុំមិនចាំទេគ្នាគ្មានលុយទេគ្នាគ្មាននេះទេក្រៅពីគ្នារកស៊ីក្រៅបន្តិចតួចឬក៏ប្រពន្ធរកស៊ីក្រៅបន្តិចតួចគ្នាគ្មានលុយទេគ្នាអត់មានលុយទេហើយរេនដិតសភាហ្នឹងគឺក៏អត់លុយដែរបើវាមានលុយទៅមិនមែនក្មួយសុកទូចហ្នឹងទៅច្បាច់ទឹកដោះធ្វើងៀតក្បីអីទេវាអត់មានដូច្នេះហើយអានយោបាយហ្នឹងនយោបាយព្រៃនយោបាយព្រៃហ៊ុនសែនគាត់ឲ្យស្រុកខ្លាយទៅជាព្រៃស្រុកឯងគាត់ថាស្រុកអភិវឌ្ឍអត់ទេអភិវឌ្ឍអាផ្ទះចិនសាងសង់ធ្វើ scammer អីអាហ្នឹងអភិវឌ្ឍអីណាដូចជាអាគារជ្រិនជឺនៃ Prince Group អីអភិវឌ្ឍអីហ្នឹងអាហ្នឹងលុយខ្មៅយកមកសាងសង់លុយ scam តាហើយនិយាយពីរឿងអាគារខ្ពស់តដែតនៅប្រទេសកម្ពុជាបងប្អូនការប្រកាសអំពីផែនការអាគារខ្ពស់តដែតនោះប្រហែលដងហើយ3ដងហើយមានអាគារទេអត់មកពីអីពីព្រោះអ្នកដែលមកបង្កើតនៅកម្មវិធីផែនការនៃការសង់អាគារហ្នឹងសិតតែពួកប្រផេះហើយនឹងខ្មៅអញ្ចឹងអាពួកប្រផេះហើយនឹងខ្មៅនៅពេលដែលវាប្រកាសកិច្ចការហ្នឹងអាគម្រោងហ្នឹងតែវាអត់រកលុយខ្មៅបានឬក៏អត់រកលុយប្រផេះបានវាអត់សាងសង់ទេបងប្អូនមានចាំទេដំបូងកូរ៉េមកប្រកាសថានឹងសង់អាគារមួយខ្ពស់ក្រោយមកគេហៅអាគារភ្លោះអីរហូតដល់ឥឡូវហ្នឹងឃើញអាគារវាអត់ទៅទេមកពីអីគ្មានអាចកែណាមកសង់ទេនៅពេលដែលវារកលុយប្រផេះវារកលុយខ្មៅក៏អត់បានណាយើងឃើញតែអាគារសេដ្ឋីទេអាគារវឌ្ឍនៈអាគារអីហ្នឹងអាគារហ្នឹងអត់ខ្ពស់ទេអាគារធម្មតាមិនបានអាគារធម្មតាពីព្រោះអ្នកទាំងអស់ហ្នឹងមិនមែនជាអ្នកដែលយល់ឃើញថាការសង់អាគារខ្ពស់ស្កឹមស្កៃនៅប្រទេសកម្ពុជាហ្នឹងវារកស៊ីបានក៏អត់ហើយអាគារដែលខ្ពស់ក្រោយមកដូចអាគារនៅជ្រុលចង្វាអាគារអីអាគារដែលខ្ពស់ចុងក្រោយបំផុតគឺអាគាររបស់ពួក Prince Group អាគារអស់ហ្នឹងសិតតែជាអាគារដែលដាក់អក្រិតជនធ្វើការនៅក្នុងហ្នឹងអាគារហ្នឹងវាអត់មានអ្នកណា it's not going to be a commercial building where foreign company lease the space to do business in Cambodia អត់មានទេវាសិតតែជាអាគារដែលក្រោយពីបានធ្វើឲ្យស្កឹមស្កៃបាញ់ភ្លើងមក become shelter for scam operator hackers cyber space criminal networks ដល់អញ្ចឹងទៅវាអត់មានទេណាហើយយប់ឡើងយើងបាញ់ភ្លើងទៅវាស្អាតចឹងមែនថ្ងៃឡើងយើងឃើញស្កឹមស្កៃចឹងមែនប៉ុន្តែវាមិនមែនជាការអភិវឌ្ឍរបស់ប្រទេសទេវាមិនមែនជាការអភិវឌ្ឍរបស់ប្រទេសទេអញ្ចឹងការអភិវឌ្ឍរបស់ប្រទេសប្រជាជនយើងមើលឃើញអាគារហ្នឹងថាជាការអភិវឌ្ឍហ្នឹងគ្នាវាអត់ចេះមានយល់ខុសហើយហ៊ុនសែនអត់មានណាចក្ខុវិស័យខាងហ្នឹងហ៊ុនម៉ាណែតមកអត់មានចក្ខុវិស័យគ្មានចក្ខុវិស័យគ្មានណាគ្មានហើយមន្ត្រីដតីទេក្រៅពីតកូលហ៊ុនមានអាហ៊ានមកណាសលខាគាត់ចង់ធ្វើឲ្យប្រសិទ្ធភាពនៅក្នុងក្រសួងមហាផ្ទៃចង់ត្រូវថ្មោងបើសិនជាចង់បានសេចក្តីសុខសាន្តដល់ធ្វើដូចទាសីហាឃើញទាសីហាគ្នាអត់មានអំណាចទេណាគ្នាទៅប្រជុំ RBC អីចឹងមែនប៉ុន្តែតបមែននៅលើដៃគ្នាណាអត់ទេហើយអ្នកដែលជា spokesperson of the government on international arena ដូចជាសុនចន្ទថុលអី he talks but he's not decision maker he spend money on hire agent to arrange for his interview with the Bloomberg with the Nikkei Asia with CNA អីចឹងbut people know that he is not the decision maker គឺគេដឹងថាសុនចន្ទថុលហ្នឹងមិនមែនជាអ្នកចាត់ចែងទេសុនចន្ទថុលទៅបីនិយាយថាមិនក៏ដោយសុនចន្ទថុលមិនមែនជា policy maker មិនមែនជាអ្នកចាត់ចែងនយោបាយសុនចន្ទថុលគាត់ជាបបេមាត់ហើយបបេមាត់ហ្នឹងជួនកាលហ៊ុនសែនអត់ព្រមទៀត so ខ្ញុំអត់មានថាអីឲ្យគាត់ទេព្រោះមិនបានអត់ថាអីគាត់កាន់បំរើគេណា of course he makes money he look good but he is nothing now in the government of Cambodia he has a job he has to serve Hun Sen but he is not making decision and he doesn't have power to make decision អញ្ចឹងទៅ no matter what he is sitting for interview ជាមួយ Bloomberg Nikkei Asia ឬក៏ CNA ឬក៏ whatever include CNN or ABC or BBC or France 24 or DW Sun Yat-sen is just a spokesperson who does not have decision
who does not have the power to make executive decision យោបាយវានៅលើមនុស្សម្នាក់គាត់នៅក្នុងប្រទេសកម្ពុជាចឹងត្រឡប់មកវិញការកសាងការសិក្សាអប់រំផ្នែកវិទ្យាសាស្ត្រផលិតវិស្វករផ្នែកវិទ្យាសាស្ត្ររដ្ឋតលមាននយោបាយច្បាស់លាស់រុញច្រានឲ្យមានសេរីភាពខាង science ណាហើយយល់ឲ្យច្បាស់ពាក្យថាបញ្ញវន្តនៅក្នុងប្រទេសកម្ពុជាយើងខ្មែរយើងច្រឡំតាំងពីសម័យខ្ញុំមកបញ្ញវន្តគឺអ្នករៀនទ្រឹស្ដីផលិតទ្រឹស្ដីហ្នឹងគេហៅបញ្ញវន្តអ្នកដែលរៀនទ្រឹស្ដីហើយផលិតជាវត្ថុផលិតជាវណ្ណកម្មអាហ្នឹងគេហៅអ្នកវិទ្យាសាស្ត្រ and សប្តាហ៍ថ្ងៃនេះបញ្ញវន្តក៏អត់មានសេរីភាពវិទ្យាសាស្ត្រអ្នកវិទ្យាសាស្ត្រក៏អត់មានសេរីភាពអញ្ចឹងអត់ចម្រើនទេអត់ចម្រើននៅប្រទេសចិនណាគេមានមនុស្សចេះដឹងច្រើនណាស់ប៉ុន្តែបាក់ដាក់ពីដានដែកមួយពីលើក្បាល so Chinese intellectual just does not grow មាន iron ceiling មួយមានពីដានដែកមួយហើយចំណែកអ្នកវិទ្យាសាស្ត្រចិនចេះខ្លាំងណាស់ប៉ុន្តែមិនអត់ grow នៅពេលថ្មីចិនបង្ហោះកំជ្រួចមួយដែលចិនចម្លងពី SpaceX គឺចិនកំពុងតែខំប្រឹងសម្បើមណាដើម្បីនឹងវាលួចចម្លងវាលួចផងវាប្លន់ផងវាធ្វើបដិឡោមវិស្វកម្មផងអីផងដើម្បីបង្កើតបាននៅកំជ្រួចអវកាសមួយដែលបាញ់ទៅហើយអាកំជ្រួចហ្នឹង become reusable ព្រោះធម្មតាកំជ្រួចរបស់ចិនកាលណាវាបាញ់ឡើងទៅលើអញ្ចឹងវា disposable វាទៅជាសម្រាមនៅក្នុងអវកាសឥឡូវនេះវាខំប្រឹងធ្វើឲ្យដូច SpaceX ដែលវាបាញ់ទៅហើយអា rocket វាហ្នឹងត្រឡប់មកវិញអាចចុះនៅលើក្បូននៅក្នុងសមុទ្រឬក៏ចុះនៅលើដីហើយ reusable គេយកអា rocket ហ្នឹងទៅប្រើម្ដងទៀតការធ្វើតេស្តចុងក្រោយវាបរាជ័យហើយចិនវានិយាយថា basically successful basically កណ្ដួយអីបរាជ័យអា rocket ហ្នឹងពេលវាត្រឡប់មកវិញវាផ្ទុះវាអត់ចុះបានទេthe rocket ហ្នឹងពេល return to earth ហ្នឹង could not land វាមកជិតដល់ដីហើយស្រាប់តែផ្ទុះក្តាំងឆែកតិចអស់លេងមកពីអីសួរថាម៉េចបានជាអ្នកវិទ្យាសាស្ត្រចិនហ្នឹងខំប្រឹងប្រែងហើយបានជោគជ័យមែនទេមិនមកពីអ្នកវិទ្យាសាស្ត្រទេមកពីនៅលើក្បាលហ្នឹងវាមានអាពីដានដែកមួយហ្នឹងហើយអាពីដានដែកចុយម៉ាយហ្នឹងវាធ្វើឲ្យអ្នកវិទ្យាសាស្ត្រចិនហ្នឹងអត់បានជោគជ័យអ្នកវិទ្យាសាស្ត្រចិនគឺប្រកែតែវាអត់បានជោគជ័យដោយសារវាមានអាដែកនៅពីលើក្បាលហ្នឹងអាអំណាចផ្ដាច់ការនៅពីលើក្បាលហ្នឹងវាជាអ្នកបញ្ជាអាកម្មាភិបាលហ្នឹងវាជាអ្នកកំណត់ថាអ្នកត្រូវធ្វើចេះឲ្យបានធ្វើវាមិនបានពីព្រោះវាអត់មាន scientific freedom បានជាវាបរាជ័យមិនមែនមានន័យថាអ្នកវិស្វករចិននឹងរមមិនឃើញទេឥឡូវខ្ញុំឲ្យឧទាហរណ៍យល់តម្រាំថា SpaceX ហ្នឹងវាអាចបានជោគជ័យក្នុងការផលិត disposable reusable rocket គឺអា rocket ហ្នឹងបាញ់ទៅហើយយកមកដល់ដាក់ប្រេងទៅអីបាញ់បានទៀតតម្រាំតែវាបង្កើតអាហ្នឹងបានវាធ្វើតេស្តបរាជ័យប្រហែលជា500ដងអា SpaceX ហ្នឹងវាធ្វើតេស្តអា rocket ហ្នឹងណាវាបរាជ័យប្រហែល500ដងទើបបានជោគជ័យវា scientist វា research ហើយ create អា rocket ហ្នឹងហើយ test អា rocket ហ្នឹង test ទៅខ្ទុះតិចចូលមកពិនិត្យសារជាថ្មីពីរបៀបបញ្ហាទាំងអស់ហ្នឹងធ្វើសារថ្មីបាញ់ទៅឲ្យខ្ទុះតិច500ដងខ្ញុំនិយាយឲ្យលើសទៅចុះ SpaceX ហ្នឹងវាធ្វើតេស្តបរាជ័យ500ដងប៉ុន្តែ project ហ្នឹងនៅតែមានថវិកាហើយអ្នកវិទ្យាសាស្ត្រគេអត់យកបាញ់ចោលទេគេអត់ដាក់គុកគេអត់ដេញចោលគេអត់បាញ់ចោលគេអត់ធ្វើទរណកម្មគេនៅតែឲ្យចឹងអាអ្នកវិទ្យាសាស្ត្រហ្នឹងវា study វាសិក្សាពីកំហុសរបស់វាសិក្សាពីបញ្ហារបស់វាសិក្សាឲ្យវាធ្វើថ្មីឲ្យវាបាញ់ទៀតបរាជ័យទៀតបាញ់ទៀត500ដងវាបរាជ័យតែចង់បញ្ចប់វាបានជោគជ័យដល់វាបានជោគជ័យទៅអាបរាជ័យក្នុងកិច្ចការវានឹងវាចងក្រងឯកសារទុកទាំងអស់ដល់វាចងក្រងឯកសារទុកទាំងអស់បរាជ័យមានន័យថាវាដឹងអស់គ្រប់វិនាទីនៃបរាជ័យដល់វាដឹងអស់គ្រប់វិនាទីបរាជ័យវាបានជោគជ័យមានន័យថា SpaceX ហ្នឹងអ្នកវិទ្យាសាស្ត្រវាហ្នឹងគ្រាន់តែបរាជ័យមិនដឹងប្រមាណ100ដងទេតែថវិកានៅតែធ្លាក់មកឲ្យដើម្បីឲ្យអ្នកវិទ្យាសាស្ត្រប្រឹងរកតបានជោគជ័យហើយចុះនៅស្រុកចិនអត់អញ្ចឹងទេចៅវាយរបស់ scientist គឺជាមនុស្សអត់ចេះ science អាកម្មាភិបាលនៃបកកុម្មុយនីសចិនវាអត់មានវាមិនមែនជា scientist ទេហើយបើសិនជាវាជា scientist អន់បំផុតមិនបានអន់បំផុតវាតើជាមនុស្សចេះលិតពងបានធ្វើកម្មាភិបាលឲ្យអា scientist មែនតែនវាចេះលិតពងអីវាឧទាហរណ៍បងប្អូនខ្ញុំជា technician ខ្ញុំមិនមែន scientist ទេខ្ញុំជា technician ខ្ញុំជា programmer ផងជា hardware
technician អញ្ចឹងខ្ញុំឋានៈខ្ញុំជា technician បើឲ្យខ្ញុំធ្វើកិច្ចការខ្ញុំជា technician ឲ្យខ្ញុំទៅលុញពងអាណាឲ្យខ្ញុំទៅលុញពងមិនឈ្នះគេទេលុញពងមិនឈ្នះអាផាញ់វណ្ណៈអាកបខ្ជាយអាខាន់សវណ្ណឬក៏មីកថាទេខ្ញុំលុញពងមិនឈ្នះគេព្រោះខ្ញុំជា technician ហ៊ុនសែនអត់ចេះប្រើខ្ញុំទេពីព្រោះមិនអត់ចេះប្រើខ្ញុំមិនចេះអាប់អបណាខ្ញុំមិនចេះអាប់អបខ្ញុំចង់និយាយថាណាហ៊ុនសែនធ្វើចេះខុសណាអាផែនការនេះខុសអាផែនការនេះត្រូវពីព្រោះគោលដៅខ្ញុំគឺឲ្យវាបានជោគជ័យក្នុងគោលដៅរបស់ technician គឺចង់ធ្វើអីឲ្យបានជ័យជំនះបានជោគជ័យក្នុង project ហ្នឹងក្នុងគម្រោងហ្នឹងហើយអាពួកលុញពងមានគិតណាហ៊ុនសែនវាយចាញ់សៀមវាយបាក់តបវានៅនិយាយទៅហ៊ុនសែនល្អបាត់ដីឥឡូវហ្នឹងមិនមែន38កន្លែងវាឡើង45កន្លែងសៀមវាប្រាប់វាកាន់កាប់45កន្លែងវាបញ្ចេញគីឡូម៉ែត្រកន្លះលើដីដែលវាកាន់កាប់ទៀតខ្ញុំខ្ជិលយកមកនិយាយណាខ្ញុំខ្ជិលយកមកនិយាយដើម្បីអីសូម្បីតែមនុស្សស្លាប់ហ្នឹងខ្ញុំអត់យកមកនិយាយដែរពីព្រោះខ្ញុំមិនចង់បំបាក់ស្មារតីខ្ញុំឲ្យខ្មែរយល់ដឹងថាវាបរាជ័យយ៉ាងម៉េចតែប៉ុណ្្នឹងឯងតែឥឡូវនេះហ៊ុនសែនរត់តែមនុស្សសរសេរស្អីធ្វើអីដើម្បីបញ្ចូលគាត់ព្រោះគាត់យល់ថាអំណាចរបស់គាត់កំពុងតែផុយស្រួយគាត់ត្រូវការអ្នកឃោសនាគាត់មិនមែនត្រូវការ technician ទេបកកុម្មុយនីសចិនវាមានអាកម្មាភិបាលពីលើហ្នឹងសង្កត់វាអញ្ចឹងទៅផ្នែកខាង science វាដើរយឺតមិនមែនមានន័យថាចិនមិនចេះទេចិនវាអាចទៅដល់អា reusable rocket ហ្នឹងមកចិនវាចេះថាអូខេបើធ្វើតេស្តទៅដួលធ្វើតេស្តទៀតធ្វើតេស្តឲ្យដួលធ្វើតេស្តទៀតអត់បែរធ្វើតេស្តទៀតហើយវាឲ្យក្រុមអ្នកវិទ្យាសាស្ត្រហ្នឹង3 4ក្រុមប៉ុណ្ណឹងគ្នាហើយវាឲ្យលុយទៅប៉ុណ្ណឹងប្រជែងគ្នាហើយអត់មានចាប់ណាដាក់គុកទេអត់មានទេឧទាហរណ៍ថាអ្នកវិទ្យាសាស្ត្រមួយចោលអ្នកវិទ្យាសាស្ត្រមួយថាក្បត់ក៏អត់ចាប់ដាក់គុកដែរអត់ចាប់ដាក់គុកទេគឺឲ្យធ្វើតលបានជោគជ័យអាហ្នឹងគេហៅថា science freedom ដល់វាឲ្យ freedom នឹងខ្លាំងមែនតើជោគជ័យលោកសេរីវាបានជោគជ័យដោយសារអានោះហើយលោកសេរីវាបរាជ័យដោយសារវាអស់លុយកាលណាវាអស់លុយលោកសេរីបរាជ័យឧទាហរណ៍ថា Elon Musk នឹងឲ្យតែគាត់មានលុយសម្រាប់ធ្វើថវិកាឲ្យផែនការណាមួយអាផែនការហ្នឹងទៀងតែពីបានជោគជ័យប៉ុន្តែវានឹងដួលនៅពេលដែលវាអត់មានលុយហើយលុយដែលយកទៅប្រើខុសពីកុម្មុយនីសកាលណាវាបានថវិកាមកវាពុកលុយចំណែកឯ free enterprise អត់មានទេ Boeing វាពុកលុយនៅពេលបានស្អីពីរដ្ឋាភិបាលមកពុកលុយ Intel វាពុកលុយ Aerospace ដទៃទៀតវាពុកលុយប៉ុន្តែពុកលុយតែជាមួយ Federal ទេកាលណាវាដាក់កញ្ចប់នឹងមកធ្វើយន្តហោះមកធ្វើអីវាអត់ពុកលុយទេវាមាន accountability វាច្បាស់លាស់ពុកលុយតែវាសុំលុយមកទេអត់ដល់លុយយកមកប្រើអត់ពុកលុយទេប្រទេសចិនមិនមែនទេគឺពុកលុយទាំងអស់មកតាំងពីលើរហូតដល់ក្រោមដល់អញ្ចឹងអ្នកវិទ្យាសាស្ត្រអត់ខំទេខំមកងាប់អីគេឲ្យផ្ទះមួយនៅគេឲ្យឡានមួយជិះហើយអាអ្នកដតីដែលជា scientist អន់ជាងខ្លួនផងប្រពន្ធវាពាក់នាឡិកា$1 លានពាក់មាសខ្សែក$1 លានហើយយើងប្រពន្ធលក់បាយស្រូបប្តីមានឡានកញ្ចាស់មួយហើយមាន apartment មួយនៅហើយយើងមកពីស្រុកអាមេរិកសញ្ញាបត្រថ្នាក់បណ្ឌិតជាន់ខ្ពស់យើងសក់ចិត្តលះបង់ខ្លួនមកបម្រើប្រទេសចិនប៉ុន្តែអាមគេណារៀនអត់មានមុខមានបាតទេគេឡើងធ្វើជាមេក្រុមយើងហើយគេប្រពន្ធគេទៅស៊ីការពាក់មាសទាំងគីឡូពាក់ពេជ្រទាំងគីឡូហើយប្រពន្ធយើងមើលមុខយើងទោះបីគ្នាមិនហ៊ាននិយាយក៏ដោយក៏គ្នាដឹងថានេះហើយយើងអត់បានធ្វើមេក្រុម scientist ទេយើងបកកែរៀនបានរហូតដល់នៅស្រុកក្រៅគេឲ្យការងារប្រាក់ខែសិតតែចិត្ត1 លានយើងសក់ចិត្តបោះបង់ការងារនឹងដើម្បីមកបម្រើជាតិប៉ុន្តែដល់មកបម្រើជាតិរស់នៅក្រោមអាមនុស្សល្ងងនៅស្រុកចិនវាកើតអញ្ចឹងហើយបានខ្ញុំមិនមែនអ្នកចេះដឹងអីទេខ្ញុំអត់ទៅបម្រើអាមនុស្សល្ងងទេណាខ្ញុំសក់ចិត្តងាប់ទៅខ្ញុំស្ពាយការចេះដឹងខ្ញុំទៅជួបព្រះខ្ញុំមិនបម្រើមនុស្សល្ងងទេព្រោះមនុស្សល្ងងពិបាកជាងគេបំផុតគឺមនុស្សល្ងងវាអត់ចង់បានជោគជ័យទេវាចង់បានតែរបស់ដែលវាយកទៅអួតប្រាប់ប្រជាជនថាវានឹងអស្ចារ្យវាមិនមែនចង់បានជោគជ័យទេវាចង់បានរបស់ភ្លាមដែលវាអាចទៅបោកភូតប្រជាជនថាវានឹងអស្ចារ្យមនុស្សល្ងងវាត្រូវការអានោះហើយចំណែកមនុស្សដូចខ្ញុំមិនគិតអញ្ចឹងឯងគិតថាណែធ្វើទៅសម្រាប់កូនចៅជំនាន់ក្រោយហ្នឹងបើយើងធ្វើបានមួយចង្អាមអាកូនចៅជំនាន់ក្រោយវាធ្វើបាន1 ម៉ែត្រឬក៏ធ្វើបាន100 ម៉ែត្រអញ្ចឹងត្រូវដាំអាគ្រឹះហ្នឹងឲ្យវានេះបានឧទាហរណ៍ថាយើងថ្លឹងគ្រឹះអាគារមួយប៉ុន្តែនៅពេលដែលយើងសាងសង់អាគារហ្នឹងកម្ពស់តែ5 ជាន់ទេតែយើងអាចដឹងថាទៅអនាគតអាគារហ្នឹងអាចបន្តថែម3 ជាន់ទៀតទៅជា8 ជាន់យើងរៀបគ្រឹះឲ្យវាមាំអត់ទេគេថាអត់ទេកុំធ្វើបើថ្ងៃក្រោយត្រូវការធ្វើអាគារខ្ពស់ជាងហ្នឹងវាយចោលទៅធ្វើអាគារថ្មីគឺវានៅក្នុងសង្គមដែលត្រួតត្រាទៅដោយមនុស្សល្ងងគឺអញ្ចឹងសង្គមដែលត្រួតត្រាដោយមនុស្សល្ងងវាចង់បានស្អីដែលឃោសនាថាវាជាព្រះ
ដូចជានៅស្រុកខ្មែរសប្តាហ៍ឃោសនាថាវាជាអ្នកឲ្យសន្តិភាពវាឃោសនាថាវាជាអ្នកឲ្យជីវិតវាឃោសនាថាអត់ពីវាទៅមិនបានវាឃោសនាថាវាប្រកែកគ្រប់សពឲ្យតែឃោសនាថាវាប្រកែកគ្រប់សពហើយបើសិនជាមានអ្នកណាមួយឃោសនាថាវាមិនចេះងាប់ទេសូម្បីតែវាងាប់ទៅគ្រាន់តែមើលរូបថតវាក៏ខ្មែរបានសក់ដែរឧទាហរណ៍ដូចសៃនុចឹងឃើញគេដាក់រូបថតវាងាប់ទៅហើយត្រូវនៅមើលរូបថតវាទៀតអ្នកប្រាជ្ញដូចជួនណាតអីគេអត់មើលរូបថតទេអ្នកប្រាជ្ញដូចងុយអីលោកតាងុយអីគេអត់មើលរូបថតទេអ្នកប្រាជ្ញដូចសដនប្រៃជាអិនអីគេអត់មើលរូបថតគេត្រូវមើលរូបថតអាកម្រក់មួយឈ្មោះសៃអនុហ្នឹងតែបំផ្លាញសក់ទេសបំផ្លាញទាំងគ្រួសារវាបំផ្លាញទាំងគ្រួសារខ្ញុំអស់លីងត្រូវមើលមុខវាមើលមុខអាមនុស្សចរៃហ្នឹងហើយឲ្យគោរមងារវាអីណាបរមរតនកោតពនភាពដែនដីកណ្ដួយអីបាត់អស់លេងហើយបាត់អស់ឥឡូវនឹងទៅតែសច្ចាបានច្បាប់សមុទ្របាត់អស់ទៅហើយសច្ចាអញមិនចង់បង្ហើយទេសច្ចាស្អីធ្វើសច្ចាបានអីទៅលើកដៃឯណាច្បាប់សមុទ្រអីបើអស់ហើយអស់អាលីងហើយមានអាអ្នកនិពន្ធមួយកំពុងលុញពងគេចាញ់អីមកទៅធ្វើអីកើតអើយបាត់ណាលោកហើយលោកណាកូនខ្មែរយល់ហើយនៅកូនខ្មែរយល់ចំណុចហ្នឹងឯងណាយល់ចំណុចហ្នឹងឯងកូនខ្មែរណាយល់នៅបាទណាតែនិយាយទៅវាZcom សៃអនុចាប់ពីឆ្នាំ1955មកវាបានដឹកនាំប្រទេសឲ្យរលំរលាយពីឆ្នាំ55ដល់ឆ្នាំ65ប្រទេសកម្ពុជាយើងខ្សែធនណាកូនណាចៅចុងក្រោយឆ្នាំ70ក៏យើងធ្លាក់ទៅក្នុងភ្លើងសង្គ្រាមដែលហ៊ុនសែនហ្នឹងក៏ហក់ប្រជាជនមកប្រទេសថាលន់នល់ហ្នឹងនាំឲ្យទៅជាកើតសង្គ្រាមមែនទេដែលវាកើតសង្គ្រាមមកពីចាយលុយអស់ឆ្នាំ65ខ្មែរអស់លុយហើយមូលហេតុដែលអស់លុយហ្នឹងមកពីអីមកពីអាខ្នុកហ្នឹងវាសែបគប់ជាមួយនឹងយាកង់យួនខាងជើងវាឲ្យដីទៅយួនខាងជើងហើយនឹងយាកង់ស្នាក់នៅដល់ស្នាក់នៅទៅយួនយាកង់វាធ្វើចម្បាំងនៅវៀតណាមខាងត្បូងវាត្រូវការស្បៀងអត់លំបាកទេព្រោះវាទិញពីខ្មែរវាទិញមន់ទិញទាទិញជ្រូកទិញត្រីទិញបន្លែទិញស្រូវទិញកទិញសណ្ដែកវាទិញពីខ្មែរយើងប្រជាកសិករយើងផលិតទៅលក់ឲ្យវាបានចំណេញពីព្រោះវាឲ្យថ្លៃក៏ប៉ុន្តែរដ្ឋាភិបាលសៃអនុនឹងប្រមូលពន្ធអត់បានទេមិនបានប្រមូលពន្ធអត់បានព្រោះអ្វីដែលលក់ឲ្យយួនយាកង់គឺដូចយើងលក់នៅក្នុងស្រុកអញ្ចឹងវាអត់មានបង់ពន្ធគយទេអញ្ចឹងតាំងពីឆ្នាំ65មកដល់ឆ្នាំ70ហ្នឹងផលិតផលក្នុងស្រុកទាំងអស់របស់កម្ពុជាយើងដែលលក់ឲ្យយួនយាកង់ដើម្បីចិញ្ចឹមតបនឹងអង្គភាពវាធ្វើចម្បាំងនៅវៀតណាមខាងត្បូងហ្នឹងយើងអត់បានពន្ធទេណាចៅយើងអត់បានពន្ធទេដល់អត់បានពន្ធយើងមានចំណូលឯណាប្រទេសយើងវាមានចំណូលលើការនាំចេញផលិតផលទៅលក់នៅទីផ្សារបរទេសយើងបានចំណូលមកណាយើងបានចំណូលមកពីព្រោះយើងមានការនាំចូលពីបរទេសនៅផលិតផលមួយចំនួនការនាំចូលយើងបានពន្ធតិចទេយើងដាក់ពន្ធតិចទេព្រោះប្រទេសយើងតូចដល់យើងនាំចេញយើងអត់គិតពន្ធទេប៉ុន្តែយើងបានចំណូលមកដោយសារផលិតផលយើងលក់នៅទីផ្សារបរទេសយើងបានចំណូលមកជារូបបាយប័ណ្ណបរទេសតែដល់ពេលយើងលក់អង្ករលក់មាន់លក់ទាលក់ស្ពៃលក់សណ្ដែកលក់ជ្រូកលក់គោឲ្យទៅយួនវាឲ្យតែกระดาษលុយខ្មែរមកទេហើយយួនវាបោះពុំលុយខ្លាំងអ្នកដែលបោះពុំលុយខ្លាំងនេះគឺចិនហើយនឹងយួនវាបោះនៅហុងកុងពីដើមឡើយកระดาษ500រូបដូចជារូបក្បីមុនអារូបគោហ្នឹងរូបក្បីដូចជារូបក្បីទេណាដែលឡូជំនាន់ហ្នឹងអាกระดาษ500រៀងពណ៌ blue ណាអាហ្នឹងរូបក្បីណារូបក្បីអូខេរូបក្បីណាវារូបក្បីទេណារូបក្បីទេវារូបក្បីបាទវារូបក្បីអាហ្នឹងអាกระดาษ500រូបវារៀងពណ៌ blue กระดาษហ្នឹងទំហំតូចដូចกระดาษ100អញ្ចឹងមិនមែនទំហំធំដូចអាគោហ្នឹងទេអារូបគោហ្នឹងអាហ្នឹងចាញ់ក្រោយទេអារូបក្អមរូបអីហ្នឹងចាញ់ក្រោយដល់យួនវាទិញអីវ៉ាន់ខ្មែរវាឲ្យតម្លៃអ្នកស្រុកខ្ពស់អញ្ចឹងចិននៅស្រុកខ្មែរក៏វារកស៊ីបានចំណែកអ្នកស្រុកយើងក៏លក់ដូរទៅក៏រស់ទៅដូចយើងលក់ឲ្យ scammer អញ្ចឹងណាលក់អីក៏វាទិញដែរតែរដ្ឋនេះអត់មានពន្ធទេរដ្ឋអត់មានពន្ធអត់មានបតង់ទេរដ្ឋរកចំណូលអត់បានទេដល់អត់ចំណូលវាបានតិចចំណូលរដ្ឋបានតិចទន្ទឹមគ្នានឹងបានតិចហ្នឹងអាខ្នុកនេះចាយសម្បើមណាជាមួយនាងមនិចនេះនាងមនិចគាត់មិនមែនអ្នកចាយទេប៉ុន្តែគាត់ជាប្រពន្ធអាខ្នុក
ណាបន្តិចអាខ្នុយកគាត់ថតកុនបន្តិចថតកុនបន្តិចថតកុនបន្តិចជប់លៀងបន្តិចដើរអាខ្នុវាចាយអាថតកុនក៏ថតកុនអាបោះពុំសភៅបោះពុំទស្សនាវដ្ដីអាដើរក៏ដើរស្អីលុយវាចាយអូចាយអាខ្នុចាយណាស់ចាយរហូតដល់ចាយទៅនឹងធម្មតាប្រទេសជាតិចាយលុយអត់ឈប់ឲ្យរលុយអត់បានវាអស់លុយដល់អស់លុយទៅនៅឆ្នាំ68អាខ្នុវាចាញ់ការណែនាំឲ្យមន្ត្រីវាប្រាប់ថាមន្ត្រីកុំទទួលការអញ្ជើញពីបរទេសពីព្រោះរដ្ឋនឹងអត់មានលុយធ្វើដំណើរនឹងដេកអូតែលទេណាតែពេលអាខ្នុវាចាញ់ការណែនាំនឹងមកនៅចំការមុនសួរនាងមនិចទៅឲ្យស្បត់នៅនឹងមុខវាំងនឹងទៅបើពិតទេគឺជប់លៀងអត់ឈប់ទេចាយតលតិចហើយនាងមនិចនឹងមានដឹងខ្យល់អីគេធ្វើប្រពន្ធសែនុគេមានចិត្តដឹងអីគេគិតតែពីសុបាយតែជប់លៀងអត់ឈប់នៅពេលដែលប្រទេសនឹងអត់លុយនឹងក៏ជប់លៀងដែរហើយអាខ្នុទៅណាមកណីអាខ្នុចាយបានអាខ្នុប្រាប់រាជការថាកុំឲ្យចាយប៉ុន្តែវាចាយឈប់ចាយរហូតដល់អស់លុយសិនសានរត់ដែរសិនសានគាត់អ្នកកាន់លុយកាន់កាក់រត់ដែរមាននៅទទួលថ្មបាក់ណាលាលែងពីតំណែងសំសម្រាប់អីចឹងដែរហើយឪពុកមីចឡុងសមូរ៉ានេះញ៉ាក់ចឡុងនេះក៏សម្រាប់ដែរហើយគិតមើលសម័យហ្នឹងស្រុកតូចមួយក្ររឿងអីឲ្យនាងចឡុងហ្នឹងតិចថតកុនតិចថតកុនមន្ត្រីអាចក្បីអីណាមន្ត្រីអាចក្បីអីដែលខ្លួនជាមន្ត្រីជាន់ខ្ពស់ហ្នឹងថតកុនណាថាបៃស្គរដូចយើងហៅតែស្គរសប្ងៃណាបើអញ្ចឹងទៅចាយលុយអស់លីងចាយលុយអស់ទៅក៏តុនទៅក៏ឲ្យដូរនយោបាយដើម្បីអីដើម្បីតាក់ទងខ្ចីលុយពីធនាគារពិភពលោកអីចឹងណាតែដូរវាមិនតាន់ក៏វាលុំទៅពីព្រោះអីពីព្រោះអាកុម្មុយនីសវានៅក្នុងស្រុកខ្មែរហ្នឹងណាវានៅក្នុងស្រុកខ្មែរហ្នឹងវាមិនសប្បាយចិត្តនឹងការដូរនយោបាយវាក៏ស្កាស្គីលកើតបញ្ហារហូតដល់ព្រឹត្តិការណ៍18មីនាឆ្នាំ70នោះកើតឡើងមកណាហ៊ុនសែននឹងនិយាយភូតប្រជាជនថាលន់នល់អ្នកបង្កើតសង្គ្រាមហ៊ុនសែនមិនទាំងស្គាល់លន់នល់ផងហ៊ុនសែនអត់ស្គាល់លន់នល់ផងប៉ុន្តែក្នុងនាមគាត់ជាខ្មែរក្រហមគាត់ត្រូវតែចោទថាលន់នល់បង្កើតសង្គ្រាមលន់នល់មានបង្កើតសង្គ្រាមទេណាអ្នកបង្កើតសង្គ្រាមអ្នកណាតំណាងយួនមកវាយស្រុកខ្មែរសៃអនុណាសៃអនុអ្នកតំណាងយួនឲ្យមកវាយស្រុកខ្មែរបើសិនជាលន់នល់លើកតបទៅវាយយួនអានឹងបានលន់នល់ជាអ្នកបង្កើតសង្គ្រាមលន់នល់ជានាយករដ្ឋមន្ត្រីការពារទឹកដីខ្មែរហើយយួនវាវាយខ្មែរបាក់តបចាប់ពីថ្ងៃ24ខែមីនាឆ្នាំ70មកហើយអ្នកដែលជាប្រមុខរបស់អាយួនអស់ហ្នឹងគឺសៃអនុហើយមិនក៏ហ៊ុនសែនមកនិយាយភូតថាលន់នល់ជាអ្នកបង្កើតសង្គ្រាមណាវាអត់អញ្ចឹងណាចឹងចៅដែលសួរថាសៃអនុធ្វើអីខុសហ្នឹងសៃអនុវាបំផ្លាញប្រទេសណាតបសៃអនុមានមួយគេហៅខ្មែររំដោះពាក់រូបសៃអនុអាហ្នឹងយួនវាបង្កើតឲ្យសៃអនុនឹងគ្មានបង្កើតអីទេដេកស៊ីនៅស្រុកចឹងណាកាលហ្នឹងខ្មែរមានតប3តប1តបខ្មែរវាមិញតប1តបខ្មែរក្រហមតបមួយទៀតតបខ្មែររំដោះមាន3ហ្នឹងយួនវាកាន់ទាំង3ណាអាហ្នឹងចឹងខ្ញុំវិលត្រឡប់មកជួបប្រិមិត្ត3នាទីទៀតដើម្បីបន្តមកភាគទៀតជំរាបលា